4. ការដាក់ចលនា Classic Twin Classic Twin គឺជាចលនាត្រង់ដែលបង្កើតដោយប្រើជាមួយនឹង keyframe របៀបបង្កើត Classic Twin បង្កើត keyframe ថ្មីមួយដោយចុចកណ្ដុរខាងស្ដាំនិងយក Create Classic Twin ចឹងមិញយើងបង្កើតចលនា Motion Twin អញ្ចឹងខ្ញុំបង្កើត layer ថ្មីមួយទៀតហើយខ្ញុំចាក់សោលើ layer ចាស់ខ្ញុំបិទភ្នែកវាបន្តមកយើងចូលទៅក្នុង library property ជាងខ្ញុំដាក់ថា car 2 ជាង car 2 ខ្ញុំប្រិចព្រមវាគឺប្រើ transform អក្សរ Q ព្រី transform ជាងខ្ញុំព្រមវាចឹងចំណុចចាប់ផ្ដើមនៅទីនេះបន្តមកទៀតខ្ញុំប្រើ Classic Twin ចឹង Classic Twin គឺយើងអាចមកស្ដាំឬយកពាក្យថា Create Classic Twin អញ្ចឹង Create Classic Twin ចំណុចបញ្ចប់គឺខ្ញុំទាញឡានទៅខាងក្រោយអញ្ចឹងខ្ញុំ enter មើលលទ្ធផលអូខេនេះជាលទ្ធផលដែលយើងចង់បានអូខេបើយើងចង់មើលចលនាទាំងអស់ចុច Control បូក Enter អូខេចឹងមិញយើងបានពីរចលនា ខានិងខាធូម្ដងទៀតខានិងខាធូចំណុចទី5ការរក្សាទុកជាវីដេអូបន្ទាប់ពីយើងធ្វើហើយបើយើងចង់រក្សាវាជាវីដេអូពីយើងបានធ្វើប៉ុណ្ណេះហើយយើងចុច File Export Movie យើងចង់រក្សាទុកវាជាវីដេអូតោះមកខ្ញុំរើសទីតាំងខាអញ្ចឹង file របស់វាគឺ SWF បន្ទាប់មកយើង save yes អូខេនៅខ្ញុំដាក់ខាអូខេដើម្បីធ្វើការ save រក្សាទុកជាវីដេអូយើងត្រូវចុច file save ឬ save as បន្ទាប់មកយើងរើសទីតាំងហើយយើងដាក់ឈ្មោះខាខ្ញុំដាក់ខាឈូបន្ទាប់មកអញ្ចឹង plus យើងដាក់ file swf ជា file swing ហើយយើង save file export movie control alt shift f តោះមកយើងរើសទីតាំងយើងដាក់ខាឈូបន្ទាប់មកយើងដាក់លើ desktop save អូខេបន្តមកយើងទៅមើលលទ្ធផលអ្វីដែលយើង save អញ្ចឹងខ្ញុំដាក់នេះទុកsave លើ desktop អញ្ចឹងយើងរកមើលលើ desktop នេះអញ្ចឹង file នេះយើងគ្រាន់តែបើកមកអូខេនេះជា file វីដេអូដែលយើងបាន save ចា៎ចឹងមេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលានិងជូនពរបងប្អូនទាំងអស់គ្នារៀនកាន់តែពូកែ